Yo, I'm back. Reese came to pick me up from the airport, and that's what this video is about. As you can see, like, the whole gang turned up to pick me up from the airport, and I felt really bad because, like, I feel like it's just not worth it to come and just see me arrive. ខេអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងយើងធ្វើដំណើរទៅពលានថ្មីដើម្បីទៅយកបងខ្ញុំចុះពីពលានយន្តហោះទាំងអស់គ្នាណាអ្នកទាំងអស់គ្នាកាលថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងណាគេខ្លះបានទៅពលានថ្មីព្រោះផ្លូវទៅពលានថ្មីម៉ែឲ្យស្ទះហើយអ្នកទាំងអស់គ្នាដោយសារគេបើកពលានឲ្យមើលមានអីគ្រាន់តែជីទៅខ្ញុំជីមានទៅមកណាទៅយកបងខ្ញុំចុះពីពលានម៉ោង 4:15 ហើយទៅយកចេញតាំងពីម៉ោង 3 ទៅសំខាន់គេថាអូជីតាកន្លះម៉ោងអីដល់ហើយតែមានដឹងណាថាបងប្អូនខ្មែរយើងនាំគ្នាសម្រុកទៅលេងអញ្ចឹងអូយនិយាយពីថាទៅអត់រួចអត់ចង់រួចទេអ្នកនរគ្នាតម្រាំតែចេញបានហើយខ្ញុំទៅគ្រួសារច្រើននេះមានអីក្មេងៗប៉ុនឡានហងអីហងដោយសារចាប់ប្រាំងច្រើនពេកតែដល់ពេលមកដល់ពលានឃើញទស្សនភាពពលានឃើញរូបពលានណាមានអារម្មណ៍ថាអូយ proud មែនតើមានមោទនភាពដែលកោតជាកូនខ្មែរមួយកម្រិតទៀតណាព្រោះប្រទេសយើងគឺជាប្រទេសមួយក្រីក្រដែលកំពុងអភិវឌ្ឍយើងជួបសង្គ្រាមច្រើនតែពេលឥឡូវយើងរីកចម្រើនបានច្រើនអញ្ចឹងមានអារម្មណ៍ថាមានមោទនភាពលើរដ្ឋាភិបាលដូចជាប្រជាជនយើងដែលស្រស់ដៃស្រស់ជើងគ្នាចឹងបានបងប្អូនខ្មែរនាំគ្នាទៅមើលសមិទ្ធផលដ៏ល្អឯកមួយនេះគ្រប់គ្នាខ្ញុំដឹងថាគ្រប់គ្នាមានជាការរំភើបគ្រប់គ្នាចង់ឃើញទៅមើលផ្ទាល់ភ្នែកគ្រប់គ្នាថាទស្សនវិជ្ជាពិតវិបែបមិនតែជាក់ស្ដែងគឺពិតជាស្អាតមែនពេលជិះដល់ពលាននឹងវែងផងអីផងដោយសារតែពូខ្ញុំគាត់មកដំបងអញ្ចឹងគាត់អត់ដឹងថាចតឡានទៅណាហើយអត់ដឹងថាចូលតាមផ្លូវណាអញ្ចឹងខ្ញុំក៏ចោះដើរចេញពីលើឡានដើម្បីមកយកបងខ្ញុំទៅលើឡានហើយបងខ្ញុំថាចាអូយអូនបងចូលក្នុងវិញហើយបងសុំអត់ចេញក្រៅឯងក៏ព្រោះថាអ្នកតាក់ស៊ីអ្នកតុកតុកសួរគាត់ច្រើនពេកថាទៅហើយគាត់ពិបាកនឹងឆ្លើយគាត់ឆ្លើយរហូតថាអត់ទេអញ្ចឹងគាត់ចូលក្នុងវិញហើយខ្ញុំទៅយកគាត់ទៅដល់ប្រាប់គាត់ឲ្យគាត់ចេញមកក្រៅយើងជិះឡានទៅវិញទាំងអស់គ្នាហើយមកវិញឃើញយន្តហោះចតស្អាតខ្លាំងណាស់នេះអ្នកទាំងអស់គ្នាសូម្បីតែពេលខ្ញុំមកហ្នឹងជិះតាមឡានខ្ញុំតាមដានការហោះហើររបស់បងខ្ញុំទៅពេលមើលលើមេឃទៅតាមផ្លូវឃើញយន្តហោះរបស់គាត់ចតដែរលយម្យ៉ាងដែរតាចេញពីពលានអត់ទាន់ទៅផ្ទះទេនាំគ្នាទៅលេងស្អាងសិនដោយសារមុនដំបូងគាត់ថាផ្លូវហ្នឹងបុកទៅខាងភ្នំស្អាងបានតែសួរគេចុះឡើងទៅគេថាអត់ទាន់មានផ្លូវទេអញ្ចឹងយើងក៏ទៅស្អាងតាមផ្លូវមួយទៀតដោយសារយាយរបស់ខ្ញុំខាងប៉ាគាត់ចង់ឃើញគាត់ចង់ជួបចៅដែរអញ្ចឹងណាចង់ជួបបងខ្ញុំដែរយើងក៏ទៅហើយគ្រួសាររបស់ខាងគ្រួសារខាងប៉ាខ្ញុំច្រើនណាស់ចាហើយច្រើនសាហាវហើយប៉ាខ្ញុំស្ទុះស្ទាណាស្រឡាញ់ដួអីឲ្យសួរកូនញ៉ាំបើអូនកូននេះសួរទៅឆ្ងាញ់ញ៉ាំបងញ៉ាំគេមកខ្មែរលើកនេះសើដែរអ្នកនរគ្នាគេចេះខ្មែររៀងច្រើនណាអញ្ចឹងគេនិយាយខ្មែរគេរៀងក្លាហានជាងមុនគេនិយាយខ្មែរបានច្រើនជាងមុនចាបើមកលើកមុនតក់មកតុយមួយអត់ដឹងនិយាយអីទេហើយមកខ្មែរក៏អោខ្លួនអត់សូវមានទេមានតែកាដូផ្ញើអូនចាហើយមានតាំង gift birthday ដែលម៉ាក់ប៉ាគាត់ទៅសេឲ្យខ្ញុំតែខ្ញុំអត់ទាន់បើកទេវីដេអូខ្ញុំអស់ត្រឹមហ្នឹងហើយអ្នកនរគ្នា so thank you guys for watching and I see you in the next video bye